សម្រាប់ការញ៉ាំទឹកក្តៅនៅពេលមានផ្ទៃពោះអត់ប៉ះពាល់កូនទេចាធម្មតាញ៉ាំទឹកក្តៅយើងមិនមែនយកក្តៅ100អង្សាសេបងប្អូនយើងយកក្តៅអ៊ុនៗមកញ៉ាំបានណាផ្លុំញ៉ាំបានណាចាដើម្បីអីដើម្បីឲ្យយើងញ៉ាំទៅស្រួលញ៉ាំបានហើយមួយទៀតការញ៉ាំទឹកក្តៅអ៊ុនៗគឺវាជួយឲ្យយើងការពារយើងពីជំងឺផ្ដាសាយចាជួយឲ្យយើងមានសុខភាពល្អដូចជាអត់មានអីប៉ះពាល់កូនទេអត់មានកន្លែងណាគេហាមថាឲ្យស្ត្រីមានផ្ទៃពោះញ៉ាំទឹកក្តៅទេហើយបងប្អូនកុំយល់ច្រឡំថាញ៉ាំទឹកក្តៅទៅប៉ះពាល់ដល់កូនធ្វើឲ្យក្តៅដល់កូនអត់ទេបងប្អូនយើងញ៉ាំទៅលើអ្វីដែលអាចញ៉ាំបានឧទាហរណ៍បើយើងញ៉ាំទឹកក្តៅមែនយើងមិនមែនញ៉ាំអាក្តៅ100អង្សាសេណាបងប្អូនយើងញ៉ាំអាធម្មតាហ្នឹងតែអ៊ុនហ្នឹងចាមានអីត្រូវទៅប៉ះពាល់កូនបងប្អូនចាហើយទារកនៅក្នុងផ្ទៃវារស់នៅក្នុងស្រោមទឹកភ្លោះមកតាំងទៀតវាមិនមែនហូបទឹកក្តៅទៅដល់កាពះហើយដល់កូនណាបងប្អូនអត់ទេចាហើយទារករស់នៅក្នុងស្រោមទឹកភ្លោះស្រោមទឹកភ្លោះមានតួនាទីការពារកូនយើងពីការប៉ះទង្គិចរស់នៅស្បូនមកតាំងហើយស្រោមទឹកភ្លោះមកតាំងទៀតណាបងប្អូនណាអញ្ចឹងវាអត់ងាយនឹងមានអីត្រូវប៉ះពាល់ទេណាកុំបាច់បារម្ភទៅលើចំណុចហ្នឹងទេផឹកទឹកក្តៅទឹកត្រជាក់អីបានធម្មតាញ៉ាំទឹកផ្លែឈើញ៉ាំអីបានធម្មតាអត់មានតអីទេជាពិសេសទឹកដូងបងប្អូនត្រូវញ៉ាំជាប្រចាំមួយថ្ងៃមួយផ្លែទៅទឹកដូងវាជួយឲ្យយើងមានទឹកភ្លោះច្រើនគ្រប់គ្រាន់វាជួយឲ្យម្ដាយមានសុខភាពល្អវាជួយឲ្យយើងកាត់បន្ថយចាញ់វានិយាយទៅវាជួយជើងច្រើនសម្បូរជាតិទឹកក្នុងខ្លួនកាត់បន្ថយការឈឺខ្វះជាតិទឹកមានជំងឺក្តៅខ្លួនអីផ្សេងទឹកដូងគឺជួយបានច្រើនសំខាន់នេះគេបំផុតគឺបាត់ចាញ់ហើយមានកម្លាំងទៀតចាអរគុណច្រើន